ជំរាបសួរលោកគ្រូខ្ញុំឈ្មោះផនសុជាតិរៀននៅថ្នាក់Dរៀនទី1សូមធ្វើការសង្ខេបមេរៀនទី3ដែលមានចំណងជើងថាការវាយតម្លៃផ្នែកចំណេះដឹងនិងដំណើរការបញ្ញានៅក្នុងមេរៀនទី3នេះនៅចំណុចស្លាយទី3ការវាយតម្លៃមាន3ជ្រុងទី1ការវាយតម្លៃសិក្សាតកតងជាមួយនឹងចំណេះដឹងទី1តកតងនឹងជំនាញទី3តកតងទៅនឹងអរិយាប័ត្រក្នុងន័យនេះការវាយតម្លៃមិនមែនវាស់តែចំណេះដឹងទេតែវាស់ការអនុវត្តនិងទស្សនៈសិស្សផងដែរស្លាយទី4និយាយពីលទ្ធផលសិក្សាលទ្ធផលសិក្សាសិស្សអាចដាក់ខ្លឹមសារវាយតម្លៃជាប្រភេទការបង្កើតសំណួរតាមBloomវិភាគលទ្ធផលសិក្សាតាមBloomកំណត់លក្ខខណ្ឌវិនិច្ឆ័យត្រឹមត្រូវក្នុងន័យនេះជាគោលបំណងរបស់មេរៀនទាំងមូលនៅស្លាយទី5មាតិកាគ្រប់ប្រធានបទដែលនឹងរៀនគឺមានគោលគំនិតវិធីវាយតម្លៃលទ្ធផលសិក្សាលក្ខណៈវិនិច្ឆ័យជ្រើសរើសលទ្ធផលសិក្សារំពឹងទុកមួយពេលស្លាយទី6គេនិយាយអំពីគោលគំនិតសំខាន់លទ្ធផលសិក្សាជាកូនសោទៅនឹងការលទ្ធផលសិក្សាគឺជាកូនសោនៃការសិក្សាចំណេះដឹងការបង្កើតសមត្ថភាពក្នុងនេះគេចង់និយាយអំពីទំនាក់ទំនងដើម្បីបង្ហាញពីការវាយតម្លៃសិក្សាគួរតែយកចំណេះដឹងសិស្សមកពិចារណាជំនួសការរៀនថ្មីនៅស្លាយទី7គេនិយាយអំពីចំណេះដឹងចាស់ប៉ះពាល់ដល់ការសិក្សាថ្មីសិស្សត្រូវរៀបចំខ្លួនត្រូវចេះប្រើចំណេះដឹងចាស់ក្នុងនេះមានន័យថាការសិក្សាថ្មីសមស្របតែពេលសិស្សយល់ចំណេះដឹងចាស់ជាមូលដ្ឋាននៅចំណុចនៅស្លាយទី8និងទី9គេនិយាយអំពី aim គេនិយាយអំពី goal ហើយនិង objective aim មានន័យថាទិសដៅធំចំណែក goal មានន័យថាគោលបំណងទូទៅហើយ objective មានន័យថាលទ្ធផលច្បាស់អាចវាស់វែងបានobjective ត្រូវបានប្រើប្រាស់សម្រាប់វាស់សមត្ថភាពសិស្សព្រោះវាច្បាស់ហើយមានទ្រង់ទ្រាយវាស់បាននៅចំណុចស្លាយទី7និយាយអំពីលទ្ធផលសិក្សាលទ្ធផលសិក្សាជាសំណុំលទ្ធផលសិក្សាជាសំណុំមានគោលបំណងមានវត្ថុបំណងមានស្តង់ដារបង្ហាញថាលទ្ធផលសិក្សាជាមូលដ្ឋានសម្រាប់រៀបចំកម្មវិធីសិក្សានៅចំណុចស្លាយទី14គេនិយាយពី goal standard educational objective goal មានន័យថាអ្វីដែលសិស្សគួរយល់ជាទូទៅ standard មានន័យថាតម្រូវការតាមថ្នាក់ objective មានន័យថាធ្វើអ្វីបានក្រោយរៀនដូច្នេះ standard គឺច្បាស់លាស់ជាង goal objective ឆាប់វាស់ប្រសិទ្ធភាពការបង្រៀន
ចំណុចឆ្លើយទី15 16គេនិយាយពីការវាយតម្លៃដែលមានចម្លើយតែមួយជាក់លាក់ Aptitude និង Assessment គឺជាលទ្ធផលដែលអាចវាស់បានប្រើសំណួរប្រភេទផ្សេងៗដូចជាសំណួរ QCM សំណួរត្រូវខុសចម្លើយខ្លីឬក៏ជាការសរសេរអត្ថបទខ្លីៗការវាយតម្លៃត្រូវអនុវត្តតាមគោលបំណងតាមវត្ថុបំណងដែលបានសរសេរនៅចំណុចស្លាយទី17និង20និយាយពីវិធីសាស្ត្រនៃការវាយតម្លៃឬក៏ប្រភេទនៃការវាយតម្លៃចឹងប្រភេទនៃការវាយតម្លៃមានសំណួរអាចសួរជាសំណួរផ្ទាល់មាត់ឬក៏ការឲ្យផលិតជាស្នាដៃអ្វីមួយតាមរយៈការបំពេញកិច្ចការបែបសម្ដែងឬក៏ការបង្ហាញគ្រូវាយតម្លៃសិស្សវាយតម្លៃសិស្សក្នុងន័យនេះគេចង់បង្ហាញថាមានវិធីវាស់វែងមានវិធីវាស់តែមួយទេតែត្រូវប្រើចម្រុះតាមគោលបំណងសិក្សានៅស្លាយទី21គេចង់និយាយអំពីគូកសំណួរនិងចំណេះដឹងមានចំណេះដឹងទាក់ទងទៅនឹងការសួរសំណួរ QCM ការស្ដាប់ហេតុពីហេតុផលការសរសេរអត្ថបទការសម្ដែងការនិយាយអំពីអិយាបថវត្ថុបំណងការអង្កេតមានន័យថាប្រភេទសំណួរត្រូវសមលក្ខណៈវិនិច្ឆ័យជាក់លាក់នៅស្លាយទី22 26គេនិយាយអំពី Bloom Review Taxonomy ចឹង Bloom Review Taxonomy មាន6កម្រិតទី1កម្រិតចំចាស់ទី2កម្រិតយល់ទី3កម្រិតអាចអនុវត្តបានទី4កម្រិតអាចពន្យល់វិញ្ញាណទី5កម្រិតវាយតម្លៃនិងទី6កម្រិតនៃការបង្កើតកម្រិតខ្ពស់ Analyze និង Create ជួយសិស្សមានការកាត់ជ្រើសនិងបង្កើតចំណេះដឹងថ្មីស្លាយទី27 Learning Target គេនិយាយអំពីគោលដៅខ្លីៗក្នុងរយៈពេល1មាន2សមាសភាពទី1ចំណេះដឹងឬការយល់ទី2លក្ខណៈវិនិច្ឆ័យ Learning Target ជួយសិស្សដឹងថាត្រូវរំពឹងអ្វីនៅក្នុងមេរៀននៅស្លាយទី30និង34គេនិយាយអំពីលទ្ធផលសិក្សាទុក Type of Learning Outcome គេនិយាយអំពីចំណេះដឹងគេនិយាយអំពីការយល់ចឹងការយល់មានពីរប្រភេទការយល់ធម្មតានិងការយល់បែបស៊ីជម្រៅនិងហេតុផលការយល់ជាងចំណេះដឹងការហេតុផលគឺជាកម្រិតខ្ពស់ក្នុងការគិតស្លាយទី35និង37គេនិយាយអំពីការជ្រើសរើសលទ្ធផលការជ្រើសរើសលទ្ធផលសិក្សាការជ្រើសរើសលទ្ធផលសិក្សាត្រូវមានចំនួនសមរម្យត្រូវគ្រប់គោលបំណងត្រូវមានគោលបំណងសាលាមានការប្រឈមត្រឹមត្រូវស្របតាមគោលការណ៍ចិត្តវិទ្យាសិក្សាក្នុងន័យនេះយើងមិនអាចដាក់ទិសដៅការសិក្សាច្រើនពេកឬក៏តិចពេកបានទេត្រូវឲ្យមាន
មានភាពសមស្របជាមួយនឹងគ្នាត្រូវឲ្យមាន balance នឹងគ្នាសមតុល្យនឹងគ្នាចំណុចស្លាយទី38 39និយាយអំពី Bloom taxonomy ជាថា ប្រើលទ្ធផលប្រើ learning target និង objective ដើម្បីវាស់ចំណេះដឹងនិងប្រភេទសំណួរត្រូវសមទៅនឹងវត្ថុបំណងក្នុងន័យនេះគេចង់និយាយពីការរៀបចំវត្ថុបំណងសិក្សានិងការវាយតម្លៃដែលមានគុណភាពបាទដូច្នេះការសង្ខេបមេរៀនរបស់ខ្ញុំគឺសូមបញ្ចប់សូមអរគុណ